ប្តីខ្ញុំឡាត់ប្អូនថ្លៃដល់លេងដាច់យប់ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះថ្មីបញ្ចេញរស្មីពណ៌មាសតាមបង្អួចប៉ុន្តែក្នុងចិត្តខ្ញុំវិញពោពេញទៅដោយភាពងឹតសូន្យអសង្ខេយខ្ញុំហាមប៉ោងដោយសារការគេងមិនលក់ពេញមួយយប់អង្គុយលើកៅអីផ្ដៅក្នុងបន្ទប់ទទួលភ្ញៀវដៃអប់ក្បាលជង្គង់យ៉ាងណែនយប់មិញប្តីរបស់ខ្ញុំពិសិដ្ឋមិនបានត្រឡប់មកផ្ទះទេហើយអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ជាងនេះទៅទៀតនោះគឺគាត់ចេញទៅក្រៅជាមួយនឹងប្អូនស្រីបង្កើតរបស់ខ្ញុំឯងគឺនាងកញ្ញារឿងរ៉ាវបានចាប់ផ្ដើមកាលពីល្ងាចម្សិលមិញពិសិដ្ឋប្រាប់ខ្ញុំថាគាត់មានការងារត្រូវធ្វើជាមួយមិត្តភ័ក្តិហើយអាចនឹងត្រឡប់មកវិញយីបន្តិចខ្ញុំមិនបានសង្ស័យអ្វីទេព្រោះជឿជាក់លើគាត់មកចំណែកឯកញ្ញាវិញក៏បានចេញពីផ្ទះតាំងពីរសៀលដោយប្រាប់ថាទៅជួបជុំមិត្តភ័ក្តិចាស់ប៉ុន្តែនៅពេលម៉ោង10យប់ទៅហើយខ្ញុំទេទៅពិសិដ្ឋគាត់មិនលើកទូរស័ព្ទខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលចិត្តខ្ញុំក៏សម្រេចចិត្តទេទៅកញ្ញាសង្ឃឹមថាអាចសួរសុខទុក្ខនាងផងស្រាប់តែទូរស័ព្ទនាងក៏បិទដែរពេលនោះហើយដែលគំនិតអាក្រក់មួយបានរត់ចូលមកក្នុងខួរក្បាលខ្ញុំម៉ាសាកាភាសាជប៉ុនមានន័យថាដែលមិនអាចទៅរួចទេ